នេះជាចំណុចកំពូលនៃការដាក់អីវ៉ាន់ដោយសេរីបុរសនោះបានអន់ចុះដើរកាត់តូបលក់កាសែតមួយហើយកាសែតមួយដែលមានតម្លៃ3យ័ន្តត្រូវបានគេឆក់យកយ៉ាងងាយស្រួលឃើញមាននរណាម្នាក់ដើរមកជិតគាត់ក៏ស្វាគមន៍ពួកគេដោយស្ងប់ស្ងាត់បន្ទាប់មកគាត់បានទៅភោជនីយដ្ឋានមួយហើយភ្លាមនៅពេលដែលអតិថិជនម្នាក់ញ៉ាំអាហាររួចហើយចេញទៅគាត់បានប្តូរពែងរបស់ពួកគេដោយទទួលបានទឹកដោះគោសណ្តែកសៀងមួយពែងដោយឥតគិតថ្លៃបន្ទាប់មកនៅពេលដែលអ្នករត់ទុំមិនមើលគាត់បានលូកដៃទៅលួចនំប៉័ងមួយដុំដោយទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃក្រោយមកបុរសនោះបានទៅផ្សារទំនើបមួយគាត់បានរើសច្រាសដុសធ្មេញជាច្រើនហើយនៅពេលដែលស្ត្រីនោះមិនមើលគាត់បោះវាទាំងអស់ចូលទៅក្នុងកាបូបស្ពាយរបស់គាត់បន្ទាប់មកគាត់បានដាក់ប្រដាប់ក្មេងលេងទុនចូលទៅក្នុងរទេះរុញក្បែរនោះហើយបន្ទាប់មកយកស្បែកជើងកុមារពីធ្នើហើយដាក់វានៅក្នុងហោប៉ៅរបស់បុរសនោះដោយសម្ងាត់គាត់ថែមទាំងបានតម្រង់គោលដៅបុគ្គលិកម្នាក់យ៉ាងក្លាហានដោយដាក់ម្ជុលសក់ពណ៌ខៀវចូលទៅក្នុងសក់របស់គាត់នៅពេលដែលអ្វីគ្រប់យ៉ាងរួចរាល់គាត់បានវេចខ្ចប់របស់របរទាំងអស់ដែលគាត់ចង់បានដោយឥតគិតថ្លៃនៅលើខ្លួនរបស់គាត់ជាចុងក្រោយគាត់បានចាប់យកប្រអប់ស្ករកៅស៊ូតម្លៃ2សេនហើយទៅបង់ប្រាក់ពេលដែលស្ត្រីនៅពីមុខគាត់បង់ប្រាក់រួចរាល់ហើយដើរចេញសំឡេងរោទិតក៏បន្លឺឡើងភ្លាមអ្នកគិតលុយហៀបនឹងពិនិត្យមើលគាត់ស្រាប់តែសំឡេងរោទនៅកន្លែងគិតលុយរបស់បុរសនោះក៏បន្លឺឡើងដែរភ្លាមនោះសំឡេងរោទិតក៏បន្លឺឡើងនៅគ្រប់ច្រកផ្លូវទាំងអស់បុគ្គលិកហៀបនឹងពិនិត្យមើលគាត់ស្រាប់តែសំឡេងរោទបន្លឺឡើងភ្លាមនៅពេលដែលពួកគេដើរឆ្លងកាត់ច្រកផ្លូវប៉ុន្តែពួកគេមិនបានរកឃើញអ្វីនៅលើពួកវាទេពួកគេសន្មតថាប្រព័ន្ធរោទរបស់ផ្សារទំនើបមានបញ្ហាហើយបានសុំឲ្យអតិថិជនដែលបានបង់ប្រាក់រួចហើយចាក់ចេញភ្លាមនោះបុរសនោះបានទទួលរបស់របរគិតថ្លៃជាច្រើនក្នុងតម្លៃត្រឹមតែ2សេនប៉ុណ្ណោះ